lại xong một điểm màu hài hái đây ní cứ bà thì phân một thì hai mà bốn ban đi hai cái lại nhà ra xong một điểm máu mà bốn bà mà bốn chỉ biết xua mà bốn đi chia clip video TP đây là phần to vì vẽ môn đâyខ្ញុំបាទថាតើអ្នកចំការមុននឹងគាត់ដាំដុះឬក៏ប្រមូលផលតើគាត់ត្រូវធ្វើអ្វីមុនគេបន្ទាប់ពីគាត់ប្រៀបស្មៅហើយអស់បែបនេះចេះហើយស្មៅនេះវាងាប់ស្ងួតបាទគឺលេខរៀងទី2គឺគាត់ដុតស្មៅនេះបាទដោយតែខ្ញុំកំពុងធ្វើចែកបងប្អូនបាទមេរៀនទី2គឺគាត់ត្រូវតែដុតស្មៅនេះឲ្យអស់បាទបន្ទាប់ពីងាប់មកយើងត្រូវដុតស្មៅនេះឲ្យងាប់អស់ហើយនៅសល់ដីស្អាតចេះបងប្អូននេះនៅសល់ដីចេះប៉ុណ្ណេះចេះគាត់នឹងចាប់ដើមជួរបាទអញ្ចឹងវគ្គប្រៀបស្មៅវគ្គ1ភាគ1បាទដល់ពេលដុតស្មៅនេះវគ្គ2ភាគ2ហ្នឹងភាគ3នៅវគ្គជួររស់បាទកូនច្រើនជម្រាបលាបងប្អូនបងប្អូនរៀបខ្លាដាក់ទេបងប្អូនឃើញឡានកំពុងតែកើមទៅទេបងប្អូនគឺដាក់ដំឡូងយកទៅលក់ឲ្យបងប្អូនមើលមែនទេនេះសុទ្ធតែបង្កនចិត្តឯងបងប្អូនពូជបង្កនចិត្តនេះ7បងប្អូននេះ7ចេញហ៎បងប្អូនឃើញថាឥឡូវនេះខ្ញុំបានមកដល់ពាក់កណ្ដាលផ្លូវហើយបងប្អូននេះផ្លូវចូលចការបស់ខ្ញុំគឺវាស្រួលទេផ្លូវពុករបស់វត្តនៅពុកទៅសំគមពីបងប្អូនពីពុកមកសំគមពីបងប្អូនហើយគាត់ទៅបានតាមដែរទេហើយថាវាតាមផ្លូវដែលទៅចការបស់ខ្ញុំហើយចង់បងប្អូនទីទៀតនឹងដឹងថាអ្នកចកាចាប់ដើមដំបូងមុនគេគាត់ធ្វើអ្វីបាទហើយចង់និយាយថានៅក្នុងដីចំការរបស់គាត់ណាបងប្អូននៅក្នុងដីចំការរបស់គាត់មុននឹងគាត់ដាំដុះប្រមូលផលបានទៅជាទិន្នផលហ្នឹងជាដំបូងគាត់ធ្វើអ្វីជាបន្តគាត់ធ្វើអ្វីអញ្ចឹងបងប្អូនរងចាំទស្សនាវីដេអូคลิปរបស់ខ្ញុំនឹងរៀបរាប់ឲ្យឃើញតាំងពីដើមរហូតដល់ប្រមូលផលបងប្អូនបាទនេះជាទី1អរគុណច្រើនសិនបងប្អូនចាំទៅទៀតបងប្អូននឹងដឹងថាអ្នកចំការគាត់ធ្វើអីជាដំបូងគេបាទដីនេះកន្លែងប្លន់នេះគឺដីដែលខ្ញុំដាំពោតបាទអញ្ចឹងវារៀងទំនាបអញ្ចឹងយើងដាំពោតហើយខាងលើខាងនេះខ្ញុំដាំដលងដោយសារដីវារៀងខ្ពស់អញ្ចឹងបើសិនជាយើងដាំដលងក្នុងដីរៀងទំនាបវានឹងអាចលិចទឹកហើយរលួយអញ្ចឹងខាងនេះខ្ញុំដាំដំឡូងហើយខាងនេះខ្ញុំដាំពោតដល់ពេលយើងកាច់ប្រមូលផលហើយស្មៅវាដុះអញ្ចឹងហើយយើងត្រូវតែប្រៀបស្មៅបាទប្រៀបស្មៅឲ្យវារៀបស្អាតចឹងហើយ 4-5 ថ្ងៃឬក៏មួយអាទិត្យបាទយើងមកដុតឈួលវាឲ្យឆេះអស់ទៅទើបយើងចាប់ផ្ដើមភ្ជួរបងប្អូនបាទអញ្ចឹងអ្នកធ្វើចំការដើមពោតជំហានទី1គឺគាត់ត្រូវប្រៀបស្មៅឲ្យរៀបចេះសិនបងប្អូនជំហានទី2ដុតឲ្យបានភ្ជួរបងប្អូនដុតឲ្យបានភ្ជួរអញ្ចឹងមួយអាទិត្យក្រោយនេះខ្ញុំនឹងដុតឲ្យមកភ្ជួរហាលដីទុកបាទហាលដីទុកបងប្អូនបាទអរគុណច្រើនបងប្អូនវីដេអូនេះមានប៉ុណ្ណឹងចាំអាទិត្យក្រោយមកវីដេអូទី2មកដុតស្មៅនេះ
ឈួលស្មៅនេះឆេះអស់វគ្គទី3នឹងព្យួរបាទគុណច្រើនជម្រាបលាបាយបាយ